កុំស្រួលពេកសង្គមយើងបច្ចុប្បន្ននេះស្គាល់មុខមិនស្គាល់ចិត្តទេអញ្ចឹងកុំស្រួលពេកមិនបានខ្ញុំនិយាយថាកុំស្រួលពេកតែកុំស្រួលពេកពេលខ្លះដូចខ្ញុំធ្លាប់និយាយអញ្ចឹងយើងស្រួលពេកអត់មានតម្លៃទេអញ្ចឹងយើងធ្វើអីឲ្យតម្លៃខ្លួនឯងដូចជាក់ស្ដែងរឿងខ្លះបងប្អូនក៏ដោយបើគេអត់ប្រាប់គេអត់រកយើងកុំទៅជួយគេតែកាលណាយើងទៅជួយគេទាំងតែគេអត់រកគេអីយើងអត់មានតម្លៃទេមូលហេតុអីបានហ៊ាននិយាយអញ្ចឹងព្រោះដូចខ្ញុំខ្ញុំជួបជាក់ស្ដែងរវល់បងប្អូនយើងនៅឃើញថាវាជាបងប្អូនយើងអត់លក្ខណៈថាគេរត់អីយើងចេះទៅជួយទៅពេលរវល់យើងវិញយើងនៅឃើញថាយើងធ្លាប់ទៅជួយគេរត់អីចឹងលក្ខណៈថាយើងក៏អត់វិញឃើញថាបងប្អូនចឹងណាដល់ពេលហើយគេប្រើពាក្យថាមកពីយើងអត់រកគេបានគេអត់ជួយពេលចឹងបានគេថាសម័យនេះកុំស្រួលពេកជាមួយនឹងកណ្ដោកុំស្រួលពេកធ្វើអីយើងត្រូវឲ្យតម្លៃខ្លួនឯងត្រូវជួយមិនត្រូវជួយហើយបើថាគេមកតែយើងធ្វើខ្លួនដូចភ្ញៀវយើងទៅតែគេយើងធ្វើខ្លួនដូចភ្ញៀវវិញទៅធម្មតាមកធម្មតាទៅចឹងណាមកបណ្ណាទៅវិញប៉ុណ្ណឹងតែប៉ុណ្ណឹងទៅចប់ហើយពួកអីសម័យនេះសពណាកាលហ្នឹងហើយក្រុមគ្រួសារយើងជាអ្នកចាត់ចែងហើយនេះទេមិនមែនគេមកជួយរកជួយអីយើងទេចឹងខ្វះខាតអីក៏មិនមែនគេមកជួយបងជួយអីយើងដែរយើងវេទនាប្រវត្តិពីអ្នកប្រៀបគុណយើងនឹងចឹងដូចជាកុំស្រួលពេកពួកអីសម័យនេះស្រួលពេកពិបាកណាស់មិនស្រួលទេអ្នកធ្លាប់ជួបមិនដឹងតែខ្ញុំមិនមែនតែខ្ញុំមិនធ្លាប់ជួបគណៈអ្នកធ្លាប់ក៏មិនតិចមិនអីណាចឹងមិនថាពេលខ្លះដូចជំនាញខ្លួនយើងមិនប្រកាសថាល្អទាំងអស់ហើយក៏មិនប្រកាសថាអាក្រក់ទាំងអស់ដែរតែដើម្បីភាពងាយស្រួលណាយើងធម្មតាទៅបើចាំទៅស្រួលពេកបើចាំទៅញីពេកទេហើយរឿងជាពិសេសរឿងអត់កំងអីផ្សេងយើងដឹងទៅប្តីប្រពន្ធយើងទៅល្អបំផុតហើយដឹងដល់អ្នកក្រៅអ្នកដទៃវាល្អទេគេមិនបានមកលក្ខការអីសម្ងាត់អីយើងទេជឿទៅចឹងមិនថាកុំស្រួលពេកសម័យឥឡូវនេះស្រួលបកមកយើងវិញពេលខ្លះអ្នកខ្លះវិញយើងដូចថាសាសនារាប់អានដល់ពេលឃើញយើងរឿងរកអីលក្ខណៈមកធ្វើអន់ចិត្តអន់អីណានៃចឹងណាចឹងមិនថាពិបាកណាមនុស្សសម័យឥឡូវចឹងនិយាយមានទេរាប់អានអីនេះរាប់អានដល់ចិត្តទៅអីហ្នឹងហើយពេលយូរទៅវាអាចចិត្តនឹងលេងយកជាការកើតហើយយើងរាប់អានគេស្មោះតែលទ្ធផលចុងក្រោយទទួលបានមកវិញគឺចប់ចឹងមិនថាគុំស្រួលពេកអីក៏ដោយគេប្រាប់ឲ្យជួយចាំរកឲ្យជួយចាំជួយគេរកតែធ្វើចាំធ្វើគេប្រាប់ឲ្យទៅចាំទៅគុំអាំងបងប្អូនគេប្រាប់ក៏ទៅជួយហ្នឹងអត់ទេគេអត់ម្លាយយើងទេឲ្យគុំធ្វើអីធ្វើតែឯងគេមិនធ្វើផងយើងធ្វើអត់ម្លាយទេអត់អីទេអញ្ចឹងត្រូវធ្វើមិនត្រូវធ្វើហើយមកធម្មតាទៅវិញក៏ធម្មតាទៅធម្មតាសាមញ្ញទៅគេរកអីគេយើងរកអីយើងចាយលុយយើងគេចាយលុយគេទេអញ្ចឹងកុំខ្វល់